នេះមិនគ្រាន់តែជាញោមស្វាយទីឆ្អើធម្មតាមានលាយជាមួយនឹងបកាក្រៀមហើយនឹងយឺហឺថែមទៀតមកមុខនេះមិនត្រឹមតែក្លែមត្រូវទេសម្រាប់អ្នកដែលសាប់មាត់សាប់កអត់ស្រួលខ្លួននេះនឹងក៏ត្រូវដែរព្រោះអីរសជាតិវាឃើញថារៀងជូរប្រៃហឹលចូលជាតិគ្នាល្អខ្លាំងណាស់ត្រីឆ្អើមចកនេះផ្ញើតាំងពីកំពង់ឃ្លាំងមកអ៊ំខ្ញុំផ្ញើរួចហើយខ្ញុំយកយឺហឺយកមកអាំងជាមួយនឹងត្រីឆ្អើដើម្បីឲ្យងាយស្រួលបកនិងកាត់ហើយឲ្យវាឆ្អិនផងបកាក្រៀមដូចគ្នាដែរមុននឹងយកមកធ្វើខ្ញុំយកទៅរំលីងបន្តិចឲ្យវាជះក្លិនឈ្ងុយមកវិញហើយគ្រឿងផ្សំគឺមានតែខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសត្រីឆ្អើហើយនឹងគ្រឿងអំបិលប៊ីចេងស្ករអីហ្នឹងឯងសម្រាប់ត្រីឆ្អើក្រោយពីខ្ញុំយកទៅកដៅរួចហើយខ្ញុំយកវាមកបេះប្រឡេះបែបហ្នឹងហើយនឹងបកសបកវាចេញយកតែសាច់ត្រីទេចំពោះត្រីឆ្អើត្រីរៀលហើយវារៀងពិបាកបកបន្តិចព្រោះយើងត្រូវបកសបកវាចេញបើសិនជាបានទៅជាត្រីអីផ្សេងដូចជាប្រភេទត្រីចវាឬក៏ត្រីដែងវិញអានឹងវាស្រួលដោយសារតែយើងគ្រាន់តែប្រឡេះយកទៅឆ្អឹងកដាលចេញអញ្ចឹងតែសម្រាប់ចុងភៅតាមផ្ទះដូចខ្ញុំអត់បញ្ហាទេមានអីខ្ញុំធ្វើនឹងឯងឲ្យតែមាននិយាយទៅឲ្យតែរបស់ដែលផ្ញើមកពីខាងអ៊ំខ្ញុំនៅខាងកំពង់ឃ្លាំងរសជាតិនិយាយពីឆ្ងាញ់នោះឆ្ងាញ់គាត់ធ្វើខ្លួនឯងបងខ្ញុំទៅសើហ្មងបើខ្ញុំវិញធ្វើអត់បានទេកាលពីទូចម៉ាក់ខ្ញុំធ្លាប់ឆ្អើត្រីដែរតាប៉ុន្តែខ្ញុំអត់ចេះឆ្អើទេគ្រាន់តែបានជួយដោតត្រីឬក៏ផ្និតត្រីលាងត្រីអីតែប៉ុណ្្នឹងឯងខ្ទឹមក្រហមខ្ញុំយកវាមកហាន់ជាពីរឲ្យរៀងទូចបន្តិចrồiហើយហាន់ជាប្រទះស្ដាងបែបនេះបងស្រឡាញ់ចូលចិត្តបែបណាក៏ហាន់របៀបហ្នឹងទៅហាន់របៀបនេះញ៉ាំអត់សូវហាងចំណែកខ្ទឹមសដូចគ្នាបងចិត្តជាប្រទះស្ដាងឬក៏ច្រាំដូចខ្ញុំក៏បានដែរសម្រាប់ខ្ញុំច្រាំដើម្បីញ៉ាំទៅកុំឲ្យវាធំខ្ទឹមក្នុងមាត់ខ្លាំងពេកណាម្ទេសដូចគ្នាដែរម្ទេសខ្ញុំច្រាំឲ្យរៀងល្អៗតិចដែរបងគ្រឿងផ្សំគោលរបស់យើងគឺមានតែប៉ុណ្្នឹងឯងអត់មានអីពិបាកទេបន្ទាប់ពីហ្នឹងមកគឺយើងចាប់ផ្ដើមដាក់ចានមួយហើយខ្ញុំចាក់ទឹកត្រីយើងកំពុងតែលាយសោសនៃមុខម្ហូបមួយមុខនេះហ៎បងទឹកត្រីចាក់ចូលប៉ុណ្ណឹងហើយខ្ញុំដាក់ប៊ីចេងដាក់ស្ករចំនួន1ស្លាបព្រាកន្លះបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមកូរវាហើយភ្លក់មើលសិនបងរសជាតិកុំឲ្យសូវប្រៃពេកណាបន្ទាប់ពីហ្នឹងមកគឺខ្ញុំដាក់ម្ទេសចូលខ្ទឹមសខ្ទឹមក្រហមដែលយើងបានច្រាំរៀបចំហើយហ្នឹងដាក់វាចូលទាំងអស់មកហើយចាប់ផ្ដើមកូរវាឲ្យខ្ទឹមក្រហមរៀងបែកបន្តិចមុខនេះបើឲ្យពិបាកអត់ពិបាកអីគ្រាន់តែគ្រឿងកញ្ចប់កញ្ចុកវារៀងច្រើនបន្តិចអញ្ចឹងសម្រាប់ខ្ញុំអ្នកចង់ញ៉ាំអត់បញ្ហាក៏ប៉ុណ្ណឹងខ្ញុំធ្វើបានតែបើបងទឹកនឹងរៀនធ្វើម្ហូបរៀងច្រើនបន្តិចហើយអញ្ចឹងបងអាចមើលបានតែប៉ុណ្ណេះគឺថាទឹកសុសរបស់យើងអូខេហើយយើងអាចយកវាមកធ្វើជាញាំបានហើយនេះគឺគ្រឿងបន្លែជីខ្ញុំប្រើប្រភេទជីណាមួយជីនឹងវងបងមានជីគ្រប់មុខដាក់ឲ្យគ្រប់មុខមកស្វាយថ្ងៃនេះបានទិញគេទៀតសុំអ៊ីអ្នកចិត្តខាងខ្ញុំអត់អីទេល្អមានអីចេះចែកគ្នាហើយខុសទាស់តិចតួចឬសំឡេងក្មេងរំខានអីចឹងអត់ចេះឆ្លោះគ្នាអត់ចេះយកមកបកកាយគ្នារឿងប៉ុណ្ណឹងធ្វើបណ្ដល់ជួបអ្នកចិត្តខាងបានល្អចឹងឯងបន្ទាប់ពីហ្នឹងមកចាប់ផ្ដើមចាក់នៅគ្រឿងសុសរបស់យើងចូលហើយខ្ញុំដាក់បកាក្រៀមដាក់ជាមួយនឹងមឹកហើយនឹងត្រីឆ្អើរចូលគ្នាកូរច្បល់ឲ្យគ្រឿងទាំងអស់ហ្នឹងវាសប់ចូលគ្នាបន្តិចកុំឲ្យវារៀងប្រៃដុបបងច្បល់គ្រឿងទាំងអស់ហ្នឹងចូលជាតិគ្នាបានល្អហើយគឺយើងដាក់ស្វាយចូលហើយជាមួយនឹងជីរបស់យើងហ្នឹងចូលជាមួយគ្នាតែម្ដងបងកន្លែងហ្នឹងជ្រុំវាតិចបានហើយកុំឲ្យស្វាយរបស់យើងទក់រហូតដល់ចូលទឹកខ្លាំងពេកអត់ឆ្ងាញ់ទេកូរជ្រុំតែបន្តិចទៅឃើញថាអូខេហើយចាក់ចូលចានញ៉ាំបានហើយបងឃើញខ្ញុំប្រាប់ថាងាយសម្រាប់តែអ្នកដែលចេះដូចខ្ញុំឯងបើអ្នកអត់សូវចេះវិញបងអាចស្កប់វីដេអូមើលសារថ្មីបានណាម្ហូបមួយចាននេះខ្ញុំសុំលក់ 20000 រៀលអូខេអញ្ចឹងឃើញថាវីដេអូរបស់យើងគឺបានចប់ប៉ុណ្្នឹងឯងបងអរគុណច្រើនសម្រាប់ការទស្សនារហូតដល់ចប់មើលហើយកុំភ្លេចធ្វើតាមផងណាជួបគ្នានៅវីដេអូក្រោយទៀតបាយ